ថ្ងៃថ្មីប្រព័ន្ធអង្គភាព GOI នៅក្នុង The SCP Foundation នៅក្នុងចក្រវាល SCP Foundation មិនមានតែស្ថាប័ន SCP មួយទេដែលដឹងពីអត្ថិភាពនៃវត្ថុខុសប្រក្រតីមានក្រុមនិងអង្គការដទៃទៀតដែលត្រូវបានគេហៅថា GOI ឬ Group of Interest ហើយក្រុមខ្លះមានកងកម្លាំងយោធាផ្ទាល់ខ្លួនដែលជាសត្រូវស៊ីសាច់យត់ឈាមនិងតែងតែប៉ះទង្គិចគ្នាជាមួយ MTF យ៉ាងសាហាវ The Chaos Insurgency ក្រុមក្បត់ក្រុមនេះគឺជាសត្រូវលេខ1របស់ SCP Foundation ជាដៃគូដ៏ស្រួចស្រាវបំផុតរបស់ MTF ប្រភពកំណើតដើមឡើយពួកគេគឺជាអតីតអង្គភាព MTF Alpha 1 Red Right Hand កងកម្លាំងសម្ងាត់របស់ O5 ដែលបានក្បត់ស្ថាប័ននៅឆ្នាំ1948ហើយបានលួចយកវត្ថុ SCP គ្រោះថ្នាក់ជាច្រើនទៅជាមួយយុទ្ធសាស្ត្រប្រឆាំង MTF ពួកគេមានរចនាសម្ព័ន្ធយោធាដោយ MTF ដែលហៅថា Strike Team ភារកិច្ចចម្បងរបស់ពួកគេគឺឆ្មក់វាយប្រហារមូលដ្ឋាន SCP សម្រាប់ញាក់ងារ MTF រំដោះឬលួចយក SCP ទៅប្រើប្រាស់ជាអាវុធដើម្បីបង្កើតអំណាចនិងគ្រប់គ្រងពិភពលោក Global Occult Coalition ឬ GOC សហព័ន្ធមន្តអាគមពិភពលោក GOC គឺជាអង្គការក្រមអាវ៉ាត់របស់អង្គការសហប្រជាជាតិ UN ពួកគេមិនមែនជាក្រុមភេរវកម្មដូច Chaos Insurgency ទេប៉ុន្តែពួកគេមានមនោគមវិជ្ជាផ្ទុយពី SCP Foundation ទាំងស្រុងទំនាក់ទំនងមនោគមវិជ្ជា SCP Foundation MTF ចាប់យកមកឃុំឃាំងនិងសិក្សា Secure Contain Protect GOC ឃើញគឺបំផ្លាញចោលភ្លាមៗដើម្បីការពារមនុស្សជាតិ Destroy កងកម្លាំងប្រឆាំង GOC មានកងទ័ពបច្ចេកវិទ្យាខ្ពស់ហៅថា Physics Division ដែលប្រើប្រាស់ឈុតក្រោះដើរដោយថាមពលឬPower Armor និងអាវុធថាមពលកម្រិតខ្ពស់រាល់ពេលដែល MTF ព្យាយាមទៅការពារឬចាប់យក SCP ក្រុម GOC តែងតែមកលួចសម្លាប់ឬបំផ្លាញ SCP នោះចោលដែលធ្វើឲ្យក្រុមទាំងពីរនេះបាញ់ប្រហារគ្នាជាញឹកញាប់ពួកលទ្ធិសាសនាខ្មាំងងឹតឬ Anomalous Cult មានលទ្ធិធំៗពីរផ្សេងទៀតដែលជាសត្រូវធម្មជាតិរបស់ MTF Tau-Phi Samsara និងក្រុម MTF ផ្សេងទៀត Sarcasm លទ្ធិសាច់ឈាមពួកលទ្ធិនេះប្រើប្រាស់មន្តអាគមជីវសាស្ត្រអាចបំលែងសាច់ឈាមខ្លួនឯងទៅជាបិសាចឆ្លងជំងឺនិងបង្កើតកងទ័ពសត្វចម្លែក MTF ត្រូវចេញទៅបង្ក្រាបពួកនេះជាប្រចាំដើម្បីកុំឲ្យពួកវាលេបត្របាក់ពិភពលោក The Church of the Broken God ឬលទ្ធិព្រះម៉ាស៊ីនផ្ទុយពីពួក Sarcasm ពួកនេះគោរពបូជាម៉ាស៊ីននិងគ្រឿងដែកពួកគេតែងតែព្យាយាមទៅលួចវត្ថុ SCP ដែលជាគ្រឿងយន្តដើម្បីយកទៅផ្គុំបង្កើតព្រះម៉ាស៊ីនរបស់ពួកគេឡើងវិញដែលបង្ខំឲ្យ MTF ត្រូវតែចេញទៅទប់ស្កាត់ The Serpentine ពួកអ្នកសេរីនិយមក្រុមនេះជាបណ្ដាញភ្នាក់ងារសម្ងាត់ដែលមានមូលដ្ឋាននៅក្នុង Wanderer Library បណ្ណាល័យវិទ្យាសិល្បៈសង្គ្រាមដែលស្ថិតនៅក្នុងវិមានមួយផ្សេងទៀតគោលបំណងពួកគេយល់ថាវត្ថុខុសប្រក្រតីនិងសត្វចម្លែកខ្លះដែលមានប្រាជ្ញាគួរតែមានសេរីភាពនិងអាចរស់នៅរួមគ្នាជាមួយមនុស្សមិនគួរត្រូវ SCP Foundation ចាប់ដាក់ក្នុងគុកងងឹតនោះទេការប្រឆាំងនឹង MTF ពួកគេប្រើប្រាស់វិទ្យាសិល្បៈនិងមន្តអាគមច្រកទ្វារវិមាត្រដើម្បីធ្វើការវាយប្រហារឆ្មក់ដោះលែង SCP ដែលជាប់ឃុំឃាំងនិងជួយសង្គ្រោះសត្វចម្លែកពីការតាមប្រម៉ាញ់របស់ MTF សង្ខេបបេសកកម្មរបស់ MTF មិនមែនប្រឈមមុខតែជាមួយនឹងសត្វចម្លែកដែលគ្មានវិញ្ញាណនោះទេប៉ុន្តែពួកគេត្រូវប្រឈមមុខជាមួយនឹងមនុស្សដូចគ្នាដែលមានអាវុធទំនើបវេទមន្តនិងយុទ្ធសាស្ត្រយោធាកម្រិតខ្ពស់ទាំងនេះផងដែរអង្គការ GOI នីមួយៗសុទ្ធតែមានសាច់រឿងនិងបេសកកម្មធំៗឬ Major Operation ដែលបានបង្រួនចក្រវាល SCP ទាំងមូលបេសកកម្មរបស់ពួកគេភាគច្រើនធ្វើឡើងដើម្បីប្រកួតប្រជែងបំផ្លាញឬលួចបន្លំចូលមូលដ្ឋានរបស់ SCP ផ្ទាល់តែម្ដងបេសកកម្មវាយប្រហារលើ Set-11 ឬ The Raid on Set-11 អង្គភាពអនុវត្ត The Chaos Insurgency គោលដៅបំផ្លាញនិងលួចយកអាវុធគីមីជីវសាស្ត្ររបស់ Foundation នេះជាបេសកកម្មវាយប្រហារយោធាខ្នាតធំនិងជោគជ័យបំផុតរបស់ក្រុម Chaos Insurgency ទៅលើមូលដ្ឋាន Set-11 ដែលជាមូលដ្ឋានផ្ទុកអាវុធនិងសារធាតុគ្រោះថ្នាក់សកម្មភាពក្នុងបេសកកម្មការជ្រៀតចូលក្រុម Chaos Insurgency បានប្រើប្រាស់ភ្នាក់ងារសម្ងាត់ Inside Agent ដែលបង្កប់ខ្លួនក្នុង Foundation ធ្វើការបិទប្រព័ន្ធរាយរាប់ការពារនិងកាត់ផ្តាច់ការតាក់ទងពីខាងក្រៅការវាយប្រហារក្រុម Strike Team របស់ពួកគេបានសម្រុកចូលទៅប្រើប្រាស់អាវុធធុនធ្ងន់និងវត្ថុខុសប្រក្រតីដែលពួកគេធ្លាប់លួចបានមកធ្វើជាអាវុធបើកផ្លូវពួកគេបានសម្លាប់ភ្នាក់ងារសន្តិសុខនិង MTF ប្រចាំការអស់រាប់សិបនាក់លទ្ធផលពួកគេអាចលួចយកវត្ថុ SCP កម្រិតគ្រោះថ្នាក់ជាច្រើននិងវត្ថុគីមីចំនួនថ្មីៗទៅបាត់ដោយបន្សល់ទុកនៅ Set-11 ឲ្យក្លាយជាកំណោផេះផង់បេសកកម្មនេះបង្ហាញថា Chaos Insurgency មានសមត្ថភាពយោធាមិនចាញ់ Foundation ឡើយបេសកកម្មការកំទេចព្រះអង្គសមុទ្រ Hydra The Destruction of SCP-1609 អង្គភាពអនុវត្ត Global Occult Coalition ពាក្យកាត់ GOC គោលដៅបំផ្លាញវត្ថុខុសប្រក្រតីតាមមនោគមវិជ្ជាឃើញគឺកំទេចបេសកកម្មនេះគឺជាឧទាហរណ៍ដ៏ល្បីបំផុតដែលបង្ហាញពីភាពខុសគ្នារវាង Foundation និង GOC ហើយវាបានក្លាយជាមេរៀនប្រវត្តិសាស្ត្រដ៏ធំមួយដើមឡើយវត្ថុនោះគឺជាកៅអីទិព្វមួយដែលមានសមត្ថភាពដឹងចិត្តមនុស្សបានអ្នកណាប្រាថ្នាចង់អង្គុយ
វានឹងរំកិលឬ teleport ទៅចិត្តអ្នកនោះភ្លាមៗដោយគ្មានគ្រោះថ្នាក់អ្វីឡើយសកម្មភាពក្នុងបេសកកម្មការវាយឆ្មក់ភ្នាក់ងារ GOC បានរកឃើញកៅអីនេះហើយយល់ថាវាគឺជាវត្ថុខុសប្រក្រតីដែលត្រូវតែបំផ្លាញពួកគេមិនបានយកវាទៅរក្សាទុកទេប៉ុន្តែបានបោះវាចូលទៅក្នុងម៉ាស៊ីនកិនឈើឬ wood chipper ដើម្បីបំផ្លាញវាជាកំណាត់ឈើផលវិបាកដ៏រន្ធត់ដោយសារតែវាមិនទាន់ស្លាប់ទាំងស្រុងគំនិតឈើទាំងនោះបានប្រែជាភាពភ័យខ្លាចនិងខឹងសម្បារយ៉ាងខ្លាំងឥឡូវនេះរាល់ពេលដែលមានមនុស្សស្លៀកពាក់ឯកសណ្ឋានដូចជាទាហាន GOC ឬ MTF មកចិត្តវាលែងមកឲ្យគេអង្គុយទៀតហើយប៉ុន្តែវានឹងរំកិលខ្លួនចូលទៅក្នុងសួតឬបំពង់ករបស់មនុស្សអ្នកនោះភ្លាមៗមិនដោយឲ្យថប់ដង្ហើមស្លាប់យ៉ាងអនាចធមលទ្ធផលក្រោយមក SCP Foundation បានទៅប្រមូលកំណាត់ឈើនោះមកកែប្រែកម្រិតគ្រោះថ្នាក់និងដាក់ឈ្មោះថា SCP-1609 បេសកកម្មនេះត្រូវបាន Foundation យកមកធ្វើឧទាហរណ៍វាយប្រហារ GOC ថាការបំផ្លាញដោយគ្មានការយល់ដឹងគឺការបង្កើតគ្រោះថ្នាក់ជាមុនបេសកកម្មការរំដោះសត្វចម្លែកពីគុកងងឹតឬ The Jailbreak from Wanderer Library អង្គភាពអនុវត្ត The Serpent Hand គោលដៅវាឆ្មក់រំដោះពួកពាក់កណ្ដាលមនុស្សឬសត្វចម្លែកដែលមានប្រាជ្ញាក្រុម Serpent Hand តែងតែមានបេសកកម្មពិសេសហៅថា Jailbreak ការបំបែកគុកពួកគេមិនប្រើប្រាស់ឡានក្រោះឬអាវុធធុនធ្ងន់ទេប៉ុន្តែពួកគេប្រើប្រាស់បណ្ណាល័យវិមាត្រឬ Wanderer Library សកម្មភាពក្នុងបេសកកម្មការបើកទ្វារវិមាត្រពួកគេដឹងពីរបៀបបើកទ្វារសម្ងាត់ដែលអាចលេចចេញចំនៅកណ្ដាលបន្ទប់ឃុំឃាំងរបស់ SCP Foundation តែម្ដងដោយរំលងប្រព័ន្ធសន្តិសុខក្រាស់ៗទាំងអស់ការរំដោះពួកគេចូលទៅនាំយក SCP ដែលមានប្រាជ្ញាដូចជាពួកធ្មប់មនុស្សដែលមានថាមពលពិសេសឬសត្វចម្លែកដែលអាចនិយាយភាសាមនុស្សបានរត់ចូលទៅក្នុងខ្លោងទ្វារវិមាត្រនោះវិញលទ្ធផលនៅពេលដែលកងកម្លាំង MTF មកដល់ពួកគេឃើញតែបន្ទប់ទទេនិងនិមិត្តសញ្ញារបស់ Serpent Hand ដែលគូសនៅលើជញ្ជាំងប៉ុណ្ណោះបេសកកម្មប្រភេទនេះធ្វើឲ្យ Foundation ឈឺក្បាលបំផុតព្រោះពួកគេមិនអាចដឹងមុនថាសត្រូវនឹងលេចចេញមកពីណានោះឡើយសង្ខេបបេសកកម្មរបស់ GOI បង្ហាញថាពិភពលោករបស់ SCP គឺជារលកសង្គ្រាមសម្ងាត់ដ៏ជក់ចិត្តមួយដែលក្រុមនីមួយៗសុទ្ធតែមានជំនាញនិងវិធីសាស្ត្ររៀងៗខ្លួនក្នុងការសម្រេចគោលដៅអ្នកទាំងអស់គ្នាជួយ Subscribe YouTube ម្នាក់មួយផងហើយនេះគឺជាសត្រូវរបស់ MTF ដែលមាន GOI និង GOC នៅក្នុង The SCP Foundation ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ Can I use this to my advantage? An employee of the Global Occult Coalition. How can we destroy it?